អ្នកគ្រូខ្ញុំយកនំទៅដោះគោថ្ងៃមុនអូចាបងធ្វើការហូបជាតិអីគេដែររសជាតិទៅដោះគោអ្នកគ្រូអូកំតាន់អ្នកគ្រូអាហ្នឹងអីគេអូអានេះបងអានេះអាប៉ាទីវីតាមីន C បងអាប៉ាទីអីឲ្យឈ្មោះដូចគ្នាដូចគ្នាចឹងអូបងអានេះអាប៉ាទីវីតាមីន C ដល់ពេលបងរនហ្នឹងជាប្រភេទនំទៅដោះគោអាប៉ាទីអញ្ចឹងអត្ថប្រយោជន៍របស់វាហ្នឹងក៏ខុសៗគ្នាដែរអូដូចតំណងអ្នកគ្រូអាហ្នឹងប៉ុនញ៉ាំបានណាអ្នកគ្រូអូចាបងអាចញ៉ាំបានហើយអាប៉ាទីវីតាមីន C នេះអាចញ៉ាំចាប់ពីក្មេងអាយុគាត់4ឆ្នាំឡើងទៅហើយអាចញ៉ាំ1ទៅ2កញ្ចប់ក្នុងមួយថ្ងៃដូចតំណងអាហ្នឹងជួយឲ្យគេខ្លះអ្នកគ្រូអូចាបងអាប៉ាទីវីតាមីន C នេះវាជាសាច់រហូតទន់ៗណាងាយស្រួលញ៉ាំមានរសជាតិឆ្ងាញ់ដោយសារតែវាស្រោបនឹងម្សៅកាល់ស្យូមហើយវីតាមីន C នេះក៏វាលើសពីវីតាមីន C ដែរដោយសារតែវាមានកាល់ស្យូមហើយនិងជាតិសរសៃអាហារនៅក្នុងនឹងដែរបងអញ្ចឹងជាតិសរសៃអាហារហ្នឹងជួយទៅដល់ប្រព័ន្ធរំលាយអាហារហើយកាល់ស្យូមជួយទៅដល់ធ្មេញនិងឆ្អឹងឲ្យកាន់តែរឹងមាំហើយវីតាមីន C ជួយទៅដល់ប្រព័ន្ធការពាររាងកាយបងអញ្ចឹងខ្ញុំយករដងយកពីកញ្ចប់តែអាហ្នឹងដូចតំណងជាងគេអ្នកគ្រូបញ្យល់ល្អដែរខ្ញុំយកមកប្រអប់ដែរអ្នកគ្រូចាបងចាខ្ចប់ដាក់ថងញ៉ាំផងចាបងចាខ្ញុំចាំ